បណ្ឌិតស៊ិនសំបានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនតាមការអញ្ជើញរបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាចាប់ពីថ្ងៃទី5ដល់ថ្ងៃទី11ខែតុលាឆ្នាំ2025ទស្សនកិច្ចនេះមិនត្រឹមតែជាឱកាសដើម្បីស្វែងយល់អំពីប្រទេសជប៉ុនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានផ្ដល់នូវបទពិសោធន៍និងមេរៀនជាច្រើនដែលធ្វើឲ្យលោកបណ្ឌិតស៊ិនសំមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ការទូតនិងការអភិវឌ្ឍសង្គមរបស់ប្រទេសនេះការចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់បណ្ឌិតស៊ិនសំបានចាប់ផ្ដើមនៅថ្ងៃទី5ខែតុលានៅពេលដែលលោកបានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូដែលជារដ្ឋធានីដ៏មមាញឹកនិងជាចំណុចកណ្ដាលនៃនយោបាយសេដ្ឋកិច្ចវប្បធម៌របស់ប្រទេសជប៉ុននៅទីនោះលោកបណ្ឌិតស៊ិនសំបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនដែលបានរៀបចំកម្មវិធីទស្សនកិច្ចដ៏មានអត្ថន័យសម្រាប់លោកបណ្ឌិតកម្មវិធីនេះរួមមានការជួបជុំជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសជប៉ុនក្រសួងការពារជាតិនិងវិទ្យាស្ថានកិច្ចការអន្តរជាតិជប៉ុនការជួបជុំទាំងនេះបានផ្ដល់ឱកាសឲ្យលោកបណ្ឌិតស៊ិនសំស្វែងយល់អំពីទស្សនៈរបស់ជប៉ុនលើបញ្ហាអន្តរជាតិនយោបាយការទូតនិងការកសាងសន្តិភាពក្នុងតំបន់ជំនួបជាមួយមន្ត្រីក្រសួងការបរទេសជប៉ុននៅទីក្រុងតូក្យូបណ្ឌិតស៊ិនសំបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីក្រសួងការបរទេសជប៉ុនពួកគេបានចែករំលែកអំពីគោលនយោបាយការបរទេសរបស់ជប៉ុនជាពិសេសការផ្ដោតលើការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាលោកបានរៀនអំពីការបដិញ្ញាចិត្តរបស់ជប៉ុនក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនិងការលើកកម្ពស់សន្តិភាពតាមរយៈជំនួយអភិវឌ្ឍផ្លូវការ ODA ការពិភាក្សានេះបានធ្វើឲ្យលោកកត់សម្គាល់ពីភាពល្អិតល្អន់នៃវិធីសាស្ត្រការទូតរបស់ជប៉ុនដែលផ្ដោតលើការគោរពគ្នាទៅវិញទៅមកនិងការសហការដោយស្មើភាពការជួបជាមួយក្រសួងការពារជាតិបណ្ឌិតស៊ិនសំបានទៅទស្សនាក្រសួងការពារជាតិជប៉ុនដែលលោកបានជួបជាមួយនឹងអ្នកស្រាវជ្រាវទទួលខុសត្រូវលើគោលនយោបាយសន្តិសុខជាតិពួកគេបានពន្យល់អំពីគោលនយោបាយសន្តិភាពសកម្មដែលជប៉ុនបានអនុវត្តដើម្បីចូលរួមក្នុងកិច្ចការអន្តរជាតិខណៈពេលដែលរក្សាបាននូវរដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួនលោកបានកោតសរសើរចំពោះការបដិញ្ញាចិត្តរបស់ជប៉ុនក្នុងការលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ Indo-Pacific ដែលជាតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ពិភពលោកការទស្សនាវិទ្យាស្ថានកិច្ចការអន្តរជាតិជប៉ុននៅវិទ្យាស្ថានកិច្ចការអន្តរជាតិជប៉ុនលោកបានជួបជាមួយនឹងសាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវដែលមានជំនាញខាងទំនាក់ទំនងអន្តរជាតិពួកគេបានចែករំលែកនូវការវិភាគស៊ីជម្រៅអំពីបញ្ហាសកលដូចជាបម្រែបម្រួលអាកាសធាតុសន្តិសុខសាយប័រនិងភាពតានតឹងភូមិសាស្ត្រនយោបាយលោកបានរៀនអំពីវិធីសាស្ត្រដែលជប៉ុនប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាទាំងនេះដោយផ្អែកលើការស្រាវជ្រាវនិងការសហការជាមួយបណ្ដាប្រទេសផ្សេងទៀតការពិភាក្សានេះបានធ្វើឲ្យលោកបណ្ឌិតស៊ិនសំយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការស្រាវជ្រាវនិងការអភិវឌ្ឍគោលនយោបាយដោយផ្អែកលើភស្តុតាងដំណើរទៅកាន់ខេត្តអូគីណាវ៉ាបន្ទាប់ពីបញ្ចប់កម្មវិធីនៅទីក្រុងតូក្យូលោកបានធ្វើដំណើរទៅកាន់ខេត្តអូគីណាវ៉ាដែលជាទិសដៅមួយដ៏សំខាន់នៃទស្សនកិច្ចនេះនៅទីនោះលោកបានជួបជាមួយមន្ត្រីមន្ទីរការបរទេសអូគីណាវ៉ានិងមន្ត្រីសាលាខេត្តអូគីណាវ៉ាលោកបានស្វែងយល់អំពីប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏សម្បូរបែបរបស់អូគីណាវ៉ាដែលជាតំបន់មួយមានភាពខុសប្លែកពីផ្នែកផ្សេងៗទៀតនៃប្រទេសជប៉ុនមន្ត្រីនៅអូគីណាវ៉ាបានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកនិងលើកកម្ពស់ទេសចរណ៍លោកក៏បានសង្កេតពីការបដិញ្ញាចិត្តរបស់ពួកគេក្នុងការថែរក្សាបរិស្ថានធម្មជាតិនិងការពារបេតិកភណ្ឌវប្បធម៌របស់អូគីណាវ៉ាមេរៀនដែលទទួលបានទស្សនកិច្ចនេះបានផ្ដល់នូវមេរៀនជាច្រើនដែលលោកនឹងចងចាំជារៀងរហូតទីមួយលោកបានរៀនពីភាពសំខាន់នៃការទូតដែលផ្អែកលើការគោរពនិងការសហការគ្នាជប៉ុនបានបង្ហាញឲ្យឃើញថាការទូតដ៏ជោគជ័យមិនត្រឹមតែផ្ដោតលើផលប្រយោជន៍ជាតិតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់តម្លៃដល់ការកសាងទំនាក់ទំនងរយៈពេលវែងជាមួយបណ្ដាប្រទេសដទៃទៀតទីពីរលោកបានកោតសរសើរចំពោះវិធីសាស្ត្រដែលជប៉ុនប្រើប្រាស់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពមិនថាជាការគ្រប់គ្រងបរិស្ថានឬការលើកកម្ពស់វប្បធម៌នៅអូគីណាវ៉ាទេជប៉ុនបានបង្ហាញពីការបដិញ្ញាចិត្តក្នុងការថែរក្សាអត្តសញ្ញាណជាតិខណៈពេលដែលឈានទៅមុខជាមួយនឹងការច្នៃប្រឌិតទី3លោកបានរៀនពីសារៈសំខាន់នៃការស្រាវជ្រាវនិងការអភិវឌ្ឍគោលនយោបាយវិទ្យាស្ថានកិច្ចការអន្តរជាតិជប៉ុនបានបង្ហាញឲ្យឃើញថាការសម្រេចចិត្តដ៏ល្អត្រូវតែផ្អែកលើការវិភាគស៊ីជម្រៅនិងការយល់ដឹងអំពីបរិបទសកលសេចក្តីសន្និដ្ឋានទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុននេះបានផ្ដល់នូវបទពិសោធន៍ដ៏មានតម្លៃនិងមេរៀនជាច្រើនដែលជួយលោកបណ្ឌិតស៊ិនសំក្នុងការងារនាពេលអនាគត
លោកថ្លែងអំណរគុណចំពោះស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជានិងមន្ត្រីជប៉ុនទាំងអស់ដែលបានផ្ដល់ឱកាសឲ្យលោកស្វែងយល់អំពីប្រទេសដ៏អស្ចារ្យមួយនេះលោកសង្ឃឹមថានឹងមានឱកាសត្រឡប់មកទស្សនាជប៉ុនម្ដងទៀតដើម្បីបន្តសិក្សារៀនសូត្រនិងពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនអត្ថបទពីបណ្ឌិតសឿន សំគឺជាគ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិតសភាកម្ពុជា